សួរពុកម៉ែបងប្អូននៅក្នុងប្រគុណនៃព្រះអង្គចាស់ព្រះសូគ្រីស្ទបាននេះគឺជាឆ្នាំថ្មី2026ហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាក៏ទទួលបានសេចក្តីសុខសាន្តការការពារការថែរក្សានិងការគ្រប់គ្រងរយៈពេលពេញមួយឆ្នាំកន្លងមកនៅ2025ដែរពុកម៉ែបងប្អូនទោះបីជាឆ្នាំ2025គឺជាឆ្នាំដែលពុកម៉ែបងប្អូនទទួលរងនៅភាពលំបាកទុក្ខសោកឈឺចាប់ហើយនឹងភាពជឿជាប់នៅក្នុងជីវិតយ៉ាងណាក៏ដោយប៉ុន្តែសម្រាប់ឆ្នាំថ្មី2021នេះព្រះដ៏ជាអង្គចាស់ចង់ផ្សារចិត្តលើកទឹកចិត្តហើយបន្តដំណើរពុកម៉ែបងប្អូនទាំងអស់គ្នាទៅកាន់គោលដៅទៅតាមអ្វីដែលព្រះជាម្ចាស់បានត្រាស់ហៅសម្រាប់ជីវិតរបស់បងម្នាក់ផងដែរហើយនៅថ្ងៃនេះក៏ជាថ្ងៃមួយដែលជាការចាប់ផ្ដើមថ្មីនៃឆ្នាំ2026ជាឱកាសថ្មីជាពេលវេលាថ្មីហើយក៏ជាការថ្មីដែលព្រះចង់ធ្វើនៅក្នុងជីវិតរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរដូចជានៅក្នុងខព្រះគម្ពីរដើមឆ្នាំដែលតែងតែទទួលបានការលើកទឹកចិត្តពីអត្ថបទនៅក្នុងព្រះគម្ពីរហើយសកលលោកគេបានយកខព្រះគម្ពីរនេះដើម្បីរំលឹកដាស់តឿនទៅដល់ព្រះពោធិសត្វហើយក៏ដូចជាមនុស្សទូទាំងពិភពលោកដែលជាអ្នកជឿឲ្យគេបានទទួលបានការស្ដារឡើងវិញទទួលបានការចាប់ផ្ដើមឡើងវិញទទួលបានការកំសាន្តចិត្តនិងលើកទឹកចិត្តហើយព្រះអង្គចង់រំលឹកហើយដាស់តឿនពុកម៉ែបងប្អូនទាំងអស់គ្នាថាអតីតកាលដែលកន្លងផុតទៅរឿងចាស់ដែលនាំឲ្យជីវិតយើងឈឺចាប់រឿងចាស់ដែលនាំឲ្យជីវិតយើងគាំងមិនអាចបន្តដំណើរទៅមុខនៅថ្ងៃនេះព្រះបន្ទូលរបស់ព្រះនៅថ្ងៃនេះការលើកទឹកចិត្តរបស់ព្រះចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានចាប់ផ្ដើមនៅជំហានដ៏សាមញ្ញមួយជាមួយនឹងព្រះជាម្ចាស់តាមរយៈទម្លាប់ដ៏សាមញ្ញដែលពុកម៉ែបងប្អូនអាចធ្វើបានគ្រាន់តែចំណាយពេល10នាទី15នាទីឬក៏កន្លះម៉ោងសម្រាប់ការអានព្រះបន្ទូលសម្រាប់ការអធិដ្ឋានសម្រាប់ការសរសើរដំណើរនិងសម្រាប់ការចូលមកថ្លែងអំណរអរគុណសម្រាប់អ្វីដែលព្រះបានធ្វើការពេញមួយឆ្នាំសម្រាប់ពុកម៉ែបងប្អូនរយៈពេលមួយឆ្នាំពេញនៅក្នុង2025ហើយនៅឆ្នាំថ្មីនេះក៏ជាឱកាសថ្មីដែលយើងទាំងអស់គ្នាអាចធ្វើការកសាងសេចក្តីជំនឿហើយនឹងបន្តអភិវឌ្ឍខ្លួនឯងនៅក្នុងការដើរជាមួយព្រះបន្តទៅទៀតផងដែរពុកម៉ែបងប្អូនទាំងអស់គ្នានឹងទេនៅថ្ងៃនេះខព្រះគម្ពីរដែលលេចឡើងដំបូងនៅក្នុងព្រះគម្ពីរដែលលើកទឹកចិត្តជាប្រចាំថ្ងៃគឺមានន័យថាដូចម្ដេចសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានព្រះបន្ទូលឬក៏អាចអានជាមួយខ្ញុំនៅក្នុងព្រះគម្ពីរអេសាយជំពូកទី43យើងនឹងធ្វើការអានចាប់ពីខ18ដល់ខ19កុំឲ្យឯងរាល់គ្នានឹកចាំពីការទាំងប៉ុន្មានដែលកន្លងទៅហើយឬរិះគិតពីអស់ទាំងការពីចាស់បុរាណនោះឡើយខ19មើលអញនឹងធ្វើការមួយថ្មីវិញការនោះនឹងលេចឡើងឥឡូវតើឯងរាល់គ្នាមិនស្គាល់ទេឬអីអញនឹងធ្វើផ្លូវមួយនៅទីរហស្ថានហើយទន្លេនៅសមុទ្រខ្សាច់ពុកម៉ែបងប្អូនខព្រះគម្ពីរនេះពិតជាមានអត្ថន័យសម្រាប់ការផ្សារភ្ជាប់រយៈពេលពេញមួយឆ្នាំនៅឆ្នាំចាស់និងការផ្សារភ្ជាប់មកកាន់ឆ្នាំថ្មីដើម្បីឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានសញ្ជឹងគិតនៅសេចក្តីល្អនៅការការពារនៅការថែរក្សានិងរឿងកន្លងដែលកើតឡើងសម្រាប់ជីវិតរបស់ពុកម៉ែបងប្អូនការសម្រេចចិត្តមានពីរមួយគឺការសម្រេចចិត្តទៅលើភាពវិជ្ជមាននិងការសម្រេចចិត្តទៅលើគំនិតអវិជ្ជមានពុកម៉ែបងប្អូនបើសិនជាយើងមើលទៅក្នុងឆ្នាំ2025ខ្ញុំចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាយករឿងរ៉ាវពីអតីតកាលមកធ្វើជាមេរៀនឬក៏ធ្វើជាចន្ទាឬក៏ធ្វើជាថ្មដើម្បីសង់ជាកំផែងហើយជាខែលការពារជីវិតរបស់យើងឬក៏ជាឧបសគ្គដើម្បីយើងអាចរៀនទៅថ្ងៃខាងមុខដើម្បីឲ្យយើងបានស្គាល់អំពីដំណើរជីវិតបន្តទៀតដើរទៅជាមួយនឹងព្រះថាព្រះអង្គដែលទ្រង់ចាប់ដើមធ្វើការល្អជាមួយយើងទ្រង់មិនដែលបោះបង់ឡើយពុកម៉ែបងប្អូនដឹងទេនៅក្នុងព្រះគម្ពីរកាឡាទីជំពូក6ខ9ព្រះអង្គបានមានទូលថាបើយើងមិនរសាយចិត្តក្នុងការធ្វើការល្អទេនោះដល់វេលាកំណត់យើងនឹងច្រូតបានហើយដូចគ្នាផងដែរនៅក្នុងខព្រះគម្ពីរលើកទឹកចិត្តឆ្នាំថ្មីដែលព្រះដ៏ជាអង្គចាស់បានចង់រំលឹកដាស់តឿនដល់យើងទាំងអស់គ្នានោះគឺថាកុំឲ្យយើងនឹកចាំពីការចាស់ដែលកន្លងទៅហើយ
រឿងអតីតកាលដែលធ្វើយើងឈឺចាប់ឬអតីតកាលដែលរៀបរៀងយើងមិនឲ្យបន្តដំណើរទៅមុខជាមួយនឹងព្រះអង្គម្ចាស់ពុកម៉ែបងប្អូនអាចមិនភ្លេចចោលអាចអត់ទោសសម្រាប់អ្នកដែលធ្វើបាបយើងអាចអត់ទោសទៅដល់ខ្មាំងសត្រូវរបស់ផងយើងអាចអត់ទោសដល់មនុស្សដែលតែងតែប៉ងធ្វើអាក្រក់មកកាន់ជីវិតផងយើងនៅពេលដែលយើងដោះលែងការទាំងអស់នោះរឿងថ្មីប្រពោលថ្មីនឹងហូរចូលមកនៅក្នុងជីវិតរបស់ផងយើងផងដែរនៅក្នុងខ19ព្រះអង្គប្រាប់ថាម៉េចមើលអញនឹងធ្វើការមួយថ្មីហើយការនោះនឹងលេចឡើងឥឡូវពុកម៉ែបងប្អូនប្រមាណអ្នកដែលរងចាំឲ្យព្រះអង្គបានធ្វើការថ្មីនៅក្នុងជីវិតរបស់យើងពុកម៉ែបងប្អូនប្រមាណអ្នកដែលរងចាំសម្រាប់ការដែលព្រះអង្គឆ្លើយចំពោះសេចក្តីអធិដ្ឋានរបស់ផងយើងឆ្នាំ2021គឺជាឆ្នាំដែលព្រះនឹងឆ្លើយតបរកគ្រប់ទាំងសំណូមដែលអ្នករាល់គ្នាទូសូមបន្តនៅតែស្មោះត្រង់សូមបន្តនៅតែចាំយឺមសូមបន្តនៅតែដើរនៅជាមួយនឹងព្រះអង្គពីព្រោះព្រះនៃយើងទ្រង់គឺជាព្រះដែលព្រះអង្គជាព្រះដ៏រស់ចាំទេព្រះអង្គថាទ្រង់ជាព្រះអាប់រ៉ាហាំអ៊ីសាក់ហើយនិងយ៉ាកុបព្រះដែលកាន់ដៃដាវីតហើយព្រះដែលគង់ជាមួយនឹងដាវីតប្រយុទ្ធនឹងជាមួយកូលយ៉ាត់ដែលយើងប្រៀបធៀបកូលយ៉ាត់គឺជាបញ្ហាដ៏ធំនៅក្នុងជីវិតរបស់យើងបើព្រះគង់នៅជាមួយដាវីតហើយផ្ដួលកូលយ៉ាត់ឲ្យនៅក្រោមកម្ដាប់ដៃដាវីតយ៉ាងណាព្រះនឹងគង់នៅជាមួយពុកម៉ែបងប្អូននៅក្នុងឆ្នាំថ្មីហើយផ្ដួលរំលំអស់ទាំងឧបសគ្គបញ្ហានិងរឿងរ៉ាវដ៏ធំដែលយើងមិនអាចឆ្លងកាត់ទៅបាននោះព្រះអង្គនឹងជួយយើងដោយកម្លាំងរបស់ព្រះផងដែរសូមចងចាំថានៅក្នុងព្រះគម្ពីរកាឡាទីចំពុកសំទោសនៅព្រះគម្ពីរភីលីបចំពុក4ខ13ព្រះអង្គបានមានទូថាម៉េចខ្ញុំអាចធ្វើគ្រប់ការទាំងអស់បានដោយសារតែព្រះគ្រីស្ទចម្រើនកម្លាំងដល់ខ្ញុំពុកម៉ែបងប្អូនមិនថារឿងអ្វីនោះទេបើព្រះបានត្រាស់ហៅយើងឲ្យធ្វើកិច្ចការងារនោះខ្ញុំជឿថាព្រះអង្គដាក់ប្រាជ្ញាដាក់កម្លាំងដាក់គំនិតនៅក្នុងជីវិតរបស់យើងហើយយើងអាចធ្វើដើម្បីថ្វាយសិរីល្អដល់ព្រះផងដែរត្រឡប់មកវិញពុកម៉ែបងប្អូនខ្ញុំចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាទទួលបានការកំសាន្តលើកទឹកចិត្តតាមរយៈខ7ហើយព្រះអង្គបានមានទូថាព្រះអង្គនឹងធ្វើការថ្មីហើយព្រះអង្គនឹងធ្វើចាប់ពីថ្ងៃនេះឥឡូវនេះពេលវេលានេះដែលពុកម៉ែបងប្អូនបានប្រែចិត្តហើយចូលមករកព្រះអង្គនឹងចាប់ផ្ដើមទឹកដៃហើយបន្តដំណើរជាមួយនឹងពុកម៉ែបងប្អូនជាមួយនឹងព្រះគុណជាមួយនឹងក្តីស្រឡាញ់ហើយជាមួយនឹងការអស្ចារ្យដែលពុកម៉ែបងប្អូននឹងមិនអាចនឹកស្មានបាននោះឡើយហើយថ្ងៃនេះខ្ញុំសូមអរគុណព្រះអង្គសូមព្រះដ៏ជាអង្គម្ចាស់កំសាន្តចិត្តហើយលើកទឹកចិត្តពុកម៉ែបងប្អូនជាមួយនឹងអត្ថបទខ7នេះសូមព្រះប្រទានពរ